កូនស្រីទី3ដឹកឪពុកអាយុ90ឆ្នាំទៅទម្លាក់ចោលក្នុងចាត់ដីវត្តផ្អើលអស់លោកសង្ឃទាំងយប់កូនស្រីទី2បានមកមើលឪពុកដល់ក្នុងចាត់ដីតែមិនយកឪពុកទៅចិញ្ចឹមទេដែលលើកហេតុផលថារវល់មើលថែប្តីនៅឯផ្ទះខណៈកូន3នាក់ទៀតឪពុកត្រូវបានគេយកមកទម្លាក់ចោលនៅក្នុងចាត់ដីទៅហើយមិនមកអត់មើលឪពុកតតែសោះតើជាកម្មអ្វីមានកូនប្រុសស្រីរហូតដល់ទៅ5នាក់តែមិនអាចចិញ្ចឹមបីបាច់ថែរក្សាឪពុកឲ្យបានល្អបានដាច់ចិត្តដឹកឪពុកទាំងវ័យចំណាស់90ឆ្នាំទៅហើយមកទម្លាក់ចោលនៅក្នុងចាត់ដីវត្តទៅគាត់លិចអាចលិចនៅមិនរហូតអីចឹងណាមករយៈនេះចុងក្រោយហ្នឹងវាហត់ប្អូនវាហត់ខ្លាំងពេកប៉ាគាត់កោថាគាត់កោលិចអាចលិចនៅមកអីចឹងគាត់បង្កើតចាគាត់វាយនៅមួយឯងអើយនេះអាតុកដាក់តុកខាងយកប៉ាឲ្យមកនៅចិត្តដីឲ្យទៅមើលផងតែខ្ញុំមកឡែរវល់មើលប្តីខ្ញុំនោះដាក់សរោមិនគាត់អត់មានហៅពេទ្យទេផងខ្ញុំដាក់សរោមិនគាត់ខ្លួនឯងខ្ញុំតែធ្វើបាច់ឥឡូវខ្ញុំមើលប្តីខ្ញុំផងខ្ញុំមើលគាត់ផងមិនកើតខ្ញុំអត់លទ្ធភាពទេព្រោះតែប្តីខ្ញុំអត់យល់ប្តីខ្ញុំគេខ្ញុំមានពេលហើយយកគាត់ទៅថែហើយខ្ញុំអត់មានសមត្ថភាពមានលទ្ធភាពមើលប៉ាខ្ញុំទេខ្ញុំស្រឡាញ់គាត់ខ្ញុំអត់គាត់ទេខ្ញុំអត់មានមើលគាត់កើតទេមើលប្តីខ្ញុំមួយខ្ញុំឈឺដែរខ្ញុំលៀមទីកហើយខ្ញុំឈឺតោតាំងឆ្ងាយបានដល់មិនចាក់បងប្អូនថៃខ្ញុំចូលទៅនៅយកគាត់ទៅនៅមួយខ្ញុំយកទៅបាច់បានបងចាឡើងធ្វើមិនអានេះខ្ញុំមិនដឹងទេឥឡូវខ្ញុំជិះម៉ូតូទៅវិញក៏ឆ្ងាយដែរឥឡូវប្តីខ្ញុំអត់ស្រួលកូនថាខ្ញុំត្រូវទៅវិញអាលឿនប៉ាហើយឲ្យខ្ញុំទៅវិញគឺមានតែផ្ញើខ្ញុំក៏សរសើរដល់អ៊ំស្រីមួយដែរគាត់ជាអ្នកនៅហ្នឹងប៉ុន្តែគាត់ទឹកចិត្តគាត់ល្អចាគាត់ល្អគាត់ទៅយកថោយកមកប្រាំទៅទឹកនោមអីឲ្យហើយ4 5នាក់ហ្នឹង4 5នាក់ហ្នឹងមិនឥឡូវមិនគឺនឹងឯងចង់ថាមិនហេតុការណ៍មួយនេះបានបង្កការញាប់អាលកាលពីវេលាម៉ោង6យប់ថ្ងៃទី23ខែមករាឆ្នាំ2026នៅក្នុងបរិវេណវត្តអង្គតាមិញភូមិគោកចំបក់សង្កាត់ចោមចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញលោកតាដែលត្រូវបានកូនស្រីបង្កើតដឹកយកទៅទម្លាក់ចោលនោះមានឈ្មោះខៀវម៉ារៀនអាយុ90ឆ្នាំមានកូនប្រុសស្រីរហូតដល់ទៅ5នាក់សប្តាហ៍ថ្ងៃគាត់រស់នៅជាមួយកូនស្រីទី3ដោយមានឈ្មោះខៀវស៊ីនិតអាយុជាង50ឆ្នាំរស់នៅភូមិត្រពាំងលាវាសង្កាត់កោះកាប់ទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបើតាមសម្ដីកូនស្រីទី2មានឈ្មោះខៀវសាវីអាយុ59ឆ្នាំសប្តាហ៍ថ្ងៃរស់នៅក្នុងបូរីម៉នដានីក្នុងខេត្តកំពង់ស្ពឺបានឲ្យដឹងថានៅវេលាម៉ោង10ព្រឹកអូនស្រីទី3របស់គាត់បានដឹកឪពុកតាមកង់3ទៅទម្លាក់ចោលនៅក្នុងចាត់ដីវត្តដែលជាទីតាំងដាក់ធាតុរបស់សព្វម្ដាយបង្កើតនៅក្នុងបរិវេណវត្តអង្គតាមិញនោះហើយបានថតរូបឪពុកផ្ញើទៅកាន់បងប្អូនប្រុសស្រីចំនួន4នាក់ទៀតឲ្យមើលរួចប្រាប់ថាបើបងប្អូនណាទំនេរចាំជួយមកយកគាត់ទៅផ្ទះផងដោយសារតែផ្ទះគាត់នៅឯខេត្តកំពង់ស្ពឺឆ្ងាយពីភ្នំពេញរហូតដល់យប់ងងឹតទៅហើយទើបគាត់មកដល់ទីតាំងចេតិយក្នុងបរិវេណវត្តអង្គតាមិញហើយឃើញឪពុកគាត់ពិតជាត្រូវបានកូនទី3ដឹកយកមកទម្លាក់ចោលក្នុងចេតិយមែនដោយគ្មានកូនណាម្នាក់អើតមកមើលឪពុកឡើយកូនស្រីទី2ដដែលបានរៀបរាប់ថាគាត់មិនអាចយកឪពុកទៅចិញ្ចឹមបានទេដោយសារសប្តាហ៍ថ្ងៃប្តីរបស់គាត់កំពុងតែឈឺជំងឺមហារីកនៅឯផ្ទះគាត់មិនអាចយកឪពុកបង្កើតទៅមើលថែនៅឯផ្ទះរបស់គាត់ម្នាក់ទៀតបានទេលុះអាត្រិតយប់ជ្រៅរហូតដល់ម៉ោង11យប់ទៅហើយទើបកូនស្រីទី3ឈ្មោះខៀវស៊ីនិតដាច់ចិត្តយកម៉ូតូកង់3ដឹកឪពុកចេញពីចានដីត្រឡប់ទៅនៅផ្ទះវិញខ្ញុំបាទសីហាពីរិករីញូ